សួស្តីអ្នកនរគ្នាក្នុងវីដេអូនេះខ្ញុំចែករំលែកអ្នកនរគ្នាពីរបៀបupload music ម្ដងជា album ណាអ្នកនរគ្នាចូលទៅក្នុង DistroKid អានេះយើង upload ម្ដងចូលប្រហែលជា10បទឬក៏15បទស្អីតែយើងចង់បានថាមួយ album យើងចង់បានប៉ុន្មានបទចឹងអ្នកនរគ្នាបាទអញ្ចឹងយើងចូលទៅក្នុងupload music ទៅនេះអ្នកនរគ្នាយើង select អស់មកឡើយនេះបើយើងអត់ select អត់ទៅមុខរួចទេបាទឡើយនេះយើងសម្រាប់upload ម្ដងច្រើនបទអញ្ចឹងច្រើនបទហ្នឹងក្នុងមួយ album ហ្នឹងសម្រាប់វីដេអូរបស់យើងហ្នឹងសម្រាប់ចម្រៀងរបស់យើងហ្នឹងមានប្រមាណបទឧទាហរណ៍មាន10បទឬក៏15បទសម្រាប់មួយ album របស់យើងអញ្ចឹងណាបងប្អូនអញ្ចឹងរបស់ខ្ញុំធ្វើមួយ album ហ្នឹងខ្ញុំយក10បទអញ្ចឹងខ្ញុំ select យក10 song មកតោះមកឡើយនេះដូចខ្ញុំប្រាប់អ្នកនរគ្នាពីវីដេអូមុនទេគឺយើងអត់លេងវាទេអានេះយើងយក no ដែរមកពួកអីយើងអត់ដែរupload ចម្រៀងនឹងពីមុនមកទេហើយឡើយនេះគឺតម្រូវយើងរើសដោយសារតែខ្ញុំមាន artist ចំនួន2អញ្ចឹងខ្ញុំត្រូវរើសមួយឯងពួកឯងខ្ញុំចង់រើសចូលក្នុង artist មួយណាអញ្ចឹងណាបងប្អូននេះខ្ញុំយក Lunara នេះតបមកទៀតយើង scroll មកហើយយកដូចគេហ្នឹងណាបងប្អូនយើងត្រូវយកដូចគេទាំងអស់មកនេះក៏គេសួរយើងមានអាធីហ្នឹងមាននៅក្នុង Instagram នៅអញ្ចឹងយើងអត់ទេមានអានេះគេសួរយើងដែរអាធីហ្នឹងមាននៅក្នុង Facebook នៅគឺអត់មានទេហើយកន្លែង release date នេះអ្នកនរគ្នាយើងអាចកែបានចង់បានឲ្យយើង upload ចូលក្នុង DistroKid ថ្ងៃហ្នឹងហើយតបមកចូលក្នុង store ថ្ងៃណាអីឬចូលក្នុង DistroKid ថ្ងៃណាគេ review អីហ្នឹងយើងអាចសេរីបានយើងដាក់ថ្ងៃ15ក៏បាន16ក៏បានតែនេះខ្ញុំចង់ដាក់ស្អែកឲ្យវាចូលហ្មងអ្នកនរគ្នាអានេះខ្ញុំបញ្ជាក់ម្ដងទៀតដល់យើងទិញ plan ចាត់ plan ទី2ទៅអញ្ចឹងខ្ញុំយកថ្ងៃ14ទៅឥឡូវម៉ោង12:00ទៅនេះកន្លែងនេះគេសួរយើង pre order iTunes និង Amazon ណាគេសួរយើងនេះ don't let anyone buy it until the release date អញ្ចឹងយើងអត់អនុញ្ញាតឲ្យណាគេហ្នឹងទិញចម្រៀងរបស់យើងមុនថ្ងៃដែលគេ release ចម្រៀងហ្នឹងទៅទេអញ្ចឹងយក no មកអានេះrecord label ខ្ញុំយកដាក់ក្នុងអាល់ប៊ុមរបស់ខ្ញុំទៅអ្នកនរគ្នាយើងអាចសេរីបាននេះខ្ញុំដាក់អាល់ប៊ុមមួយនេះទៅនេះសម្រាប់យើងទិញ plan ទី2យើងអាចដូរបានអ្នកនរគ្នាបើសិនជា plan របស់យើងត្រឹមទី1ទេដូរអត់បានទេអានេះឃើញដូរអ្នកនរគ្នាយើងអាចដូរបានតែតម្លៃជាទូទៅជាតែ full របស់គេហ្នឹងគឺមួយបត 0.99 អញ្ចឹងយើងដាក់មក album 10បតហ្នឹងគឺយើងបាន$9.99អញ្ចឹងអ្នកនរគ្នាអានេះគឺបញ្ជាក់ម្ដងទៀតគឺបាន$10ដែរអ្នកនរគ្នានេះយើងយកអង់គ្លេសទៅដែរទៅនេះយើង select វាមកយើង select តាមប្រភេទបទចម្រៀងរបស់យើងអ្នកនរគ្នាជាប្រភេទបទញាក់ pop ឬក៏អីហ្នឹងយើង select តាមបទចម្រៀងរបស់យើងមកខ្ញុំរករបស់ខ្ញុំសិននេះខ្ញុំយកនេះខ្ញុំយកមួយទៀតទៅនេះខ្ញុំយកនេះមួយទៀតអានេះកន្លែងនេះខ្ញុំបញ្ជាក់ម្ដងទៀតជា optional យើងដាក់បន្ថែមក៏បានអត់ក៏បានដែរអ្នកនរគ្នា optional ហ្នឹងគឺជាក៏ option ដែលយើងអាចដាក់ក៏បានអត់ក៏បានហ្នឹងអ្នកនរគ្នានេះដល់ស្លាកកន្លែងដែលយើងដាក់ album cover អញ្ចឹងខ្ញុំដាក់ album cover របស់ខ្ញុំមកដាក់រូបអីរូបទៅអ្នកនរគ្នា artist របស់យើងជាដាក់ទៅយើងស្រែវាឲ្យស្អាតរៀបចំវាឲ្យមុននឹងយើងផុសអ្នកនរគ្នាអានេះខ្ញុំឧទាហរណ៍អ្នកនរគ្នាមើលតែឧទាហរណ៍នេះគឺផុសមែនតែនទៅក្នុង DistroKid របស់ខ្ញុំហ្នឹងអ្នកនរគ្នានេះ album title របស់ខ្ញុំនេះខ្ញុំដាក់ហ្នឹងហ្មងអ្នកនរគ្នាអានេះគឺ track 1បានន័យថាឲ្យយើងដាក់song title ហ្នឹងគឺបទទី1ចំណងជើងអីគេអញ្ចឹងអ្នកនរគ្នាអាហ្នឹងយើងទៅសេរីឲ្យថៅមក
យើងទៅដាក់ចំណងជើងរបស់យើងមកនេះយើងទាញមកចេះអ្នកនរគ្នាហើយយើងទៅ copy ចំណងជើងហ្នឹងមកចំណងជើងបទចម្រៀងរបស់យើងហ្នឹងហើយយើង copy វាហើយយើងយកវាមកផាសនៅនេះមកតែយើងត្រូវលុបលេខហ្នឹងចេញបើមិនអញ្ចឹងទេវា error ហើយវាដល់យើងដាក់លេខនៅមុខហ្នឹងទេអញ្ចឹងហើយយើង scroll មកទៀតកន្លែងនេះយក no យក no មកអ្នកនរគ្នានេះគ្រាន់តែយើងដាក់ចំណងជើងទៅគឺវា load មក auto ជាមួយនឹង album cover របស់យើងអានេះកន្លែងដាក់ចម្រៀងអញ្ចឹងខ្ញុំអត់ select លើវាទេខ្ញុំចាប់ទាញទៅស្រួលជាងកុំឲ្យច្រឡំអានេះយើងដាក់no ទាំងអស់ទៅអ្នកនរគ្នា no អានេះយើងដាក់ I wrote this song នេះ original song អញ្ចឹងអ្នកនរគ្នានេះព្រោះរបស់យើងធ្វើនេះធ្វើតាម AI original ពី AI អញ្ចឹងយើងដាក់ original song ទៅអ្នកនរគ្នាមិនមែន cover ទេនេះគេសួរយើង songwriter គេឲ្យយើងដាក់ real name អញ្ចឹងយើងដាក់មកនេះឥឡូវនេះយើង select យក music and lyric ដដែលហ្នឹងនេះយើងវាយឈ្មោះឲ្យយើងហើយដល់កន្លែងនេះគឺសំខាន់ដែរអ្នកនរគ្នាកន្លែងនេះយើងត្រូវយកអាខាងក្រោមនេះ copy the songwriter to all track on this album អានេះបានន័យថាយើងអត់ចាំបាច់ធ្វើដដែលបត់ដាក់អានេះម្ដងមកបត់ដាក់ឈ្មោះម្ដងឯអត់ទេយើងធ្វើតែម្ដងអញ្ចឹងហើយអ្នកនរគ្នាយើងត្រូវ copy the songwriter បានន័យថាយើង copy ឈ្មោះចម្រៀងហ្នឹងអ្នកនរគ្នា copy ឈ្មោះចម្រៀងហ្នឹងគឺត្រូវចូលទៅក្នុងអា9បទផ្សេងទៀតហ្មងឲ្យតែយើង copy វាទៅនេះអ្នកនរគ្នាគឺវានឹងចូលទៅក្នុង9បទផ្សេងទៀតដែលយើងត្រូវ upload បន្តបន្ទាប់ហ្នឹងអ្នកនរគ្នាអញ្ចឹងយើងយក do it អញ្ចឹងយើងធ្វើតែមួយហ្នឹងគឺវាអូតូទៅចូល9បទទៀតហ្មងអត់ចាំបាច់ធ្វើដដែលទេនេះអានេះយើងយក no អានេះយើងយក no ដែរអានេះគឺយើង select ទៅលើគេហ្នឹង this song contain lyric បានន័យថាចម្រៀងហ្នឹងគឺវាមានlyric ដែលគេច្រៀងហ្នឹងមិនមែនតែ plain សតទេអ្នកនរគ្នានេះអានេះprevious clip start time នេះគឺបានន័យថាឲ្យគេលេងពីធម្មតាទៅចម្រៀងរបស់យើងហ្នឹងអញ្ចឹងគឺ let streaming service design បានន័យថាទុកឲ្យខាង streaming service ហ្នឹងគឺជាអ្នកសម្រេចចិត្តទៅអាហ្នឹងយើងយក default របស់គេលើហ្នឹងហើយនេះ track price ទាំងអស់គ្នាអាហ្នឹងគឺយើងអាចកែតម្លៃបានអានេះសម្រាប់ plan ទី2ទេកែតម្លៃតែយើងយក default របស់គេអញ្ចឹងទៅអ្នកនរគ្នានេះអ្នកនរគ្នាឥឡូវយើងចូលដល់បទទី2ហើយយើងធ្វើដដែលបន្តដូចមុនហ្នឹងអញ្ចឹងអ្នកនរគ្នាអានេះយើងដាក់ចំណងជើងហ្នឹង song title គឺចំណងជើងបទចម្រៀងហើយនេះ track 2នេះគឺវា load auto មកតែមុនវាដាក់ track 1តមកវាដាក់ track 2អាក្រោយទៀតវានឹងដាក់ track 3អ្នកនរគ្នាអញ្ចឹង track នេះអ្នកនរគ្នាគឺបទចម្រៀងហ្នឹងអ្នកនរគ្នាក៏យើងអត់ដឹងថាជាអីគេអញ្ចឹង track ហ្នឹងគឺបទចម្រៀងហ្នឹងអ្នកនរគ្នាអញ្ចឹងយើងដាក់ចំណងជើងបទចម្រៀងមកនេះយើងមកបើករបស់យើងវិញមកហើយយើង copy ចំណងជើងហ្នឹងមកអ្នកនរគ្នាចេញឲ្យវា It looks like you may have filter RG please remove the filter RG from the track and below instead អានេះយើងខ្វែងវាចោលអត់ទេយើងដាក់ធម្មតាមកនេះអ្នកនរគ្នាគឺវាមានalbum cover អីមកជាមួយគ្នាហើយអស់ហើយមុនយើងត្រូវដាក់ម្ដងមួយឥឡូវអត់ទេតែយើង select មកជា album វាមកចូលទាំងអស់ហើយនេះអញ្ចឹងយើង select ចម្រៀងចូលហ្មងទៅនេះបទទី2នេះប៉ុណ្្នឹងទៅអ្នកនរគ្នាឃើញអានេះអ្នកនរគ្នានេះកន្លែងនេះឃើញអត់ហ្នឹងគឺមុនយើងដាក់តែម្ដងហើយដល់ពេលបទទី2វាលោតមកស្រាប់ហ្មងអញ្ចឹងយើងហៅថា complete ធ្វើអាកន្លែង copy ហ្នឹងឲ្យពេលដើមគេបទទី1ហ្នឹងឲ្យវាចូលមកកុំឲ្យខាតពេលវេលាយើងណាអ្នកនរគ្នាឥឡូវយើងបន្តទៀតយើងបន្តឲ្យធ្វើឲ្យគ្រប់10បទហ្នឹងហ្មងអ្នកនរគ្នានេះខ្ញុំធ្វើសុំវាលឿនតិចទៅ copy ដដែលណានេះបើធ្វើផ្លេចអីមាន error អីវានឹងបង្ហាញយើងអ្នកនរគ្នានេះយើងដដែលអ្នកនរគ្នានេះដល់ទី4
នេះដល់ទី4នេះដល់គ្នាយើង copy ចំណងជើងទី4មកយើងលុបចេញអ្នកគ្នាបើយើងអត់លុបផុសទៅ error វាឲ្យយើងមកលុបទៅដែរចេញអីមកចាប់ទាញវាដាក់មកអ្នកគ្នាចូលទី5ម្ដងសារបោះចម្រៀងមកខ្ញុំដាក់ចំណងជើងមានលេខរៀងដល់ពេលអញ្ចឹងត្រូវអង្គុយលុបបើអ្នកទាំងអស់គ្នាអត់មានលេខរៀងទេស្រួលទាញចាប់ដាក់បាច់លុបទេនេះវីដេអូនេះយើងវែងតិចណាអ្នកនរគ្នាដោយសារខ្ញុំចង់ធ្វើវា full ហ្មងទៅកុំឲ្យដាច់ភាគទាញវាដាក់មកអ្នកនរគ្នាឥឡូវដល់បទទី9ហើយ Track number 9យើងដាក់ចំណងជើងមកនេះលឿនយើងគ្រាន់ select លើវាអញ្ចឹងមកហើយយើងចុច S2 ប៊ូតុង S2 ខាងលើហ្នឹងយើងចុចទៅគឺវា select ហើយយើង control C មកយកមកផាសនៅនេះវិញ control V វិញមកអ្នកនរគ្នាលឿនហើយចូលដល់ទាញចម្រៀងដាក់មកបទទី10បទចុងក្រោយគេនៃ album របស់យើងលុបលេខចោលបើមិនលុបទេអត់ទៅមុខទេនេះប៉ុណ្ណឹងគឺយើង upload វាជាមួយនឹងបទហ្នឹងគឺ10បទរួចរាល់អ្នកនរគ្នាប៉ុន្តែយើងនៅមានដំណាក់កាលទៅធ្វើបន្តទៀតនេះយើង select ដដែលដោយតាមមុនតែនេះវាមានស្រាប់ហើយនេះអ្នកនរគ្នាកន្លែងនេះកន្លែងហូបផ្លែប៉ោមហើយ music នេះបងអ្នកនរគ្នានឹង complete តែបើអត់ play ទេអត់ទៅមុខរួចទេកន្លែងហ្នឹងនេះ add credit for each song on the flash on this release sorry អ្នកនរគ្នានេះអញ្ចឹងយើងចុចសញ្ញាបូកមកយើងចុចលើវាលោតចឹងណាអ្នកនរគ្នាតមកគេឲ្យយើង select performer នេះអ្នកនរគ្នា performer នេះយើងគឺជាអីគេជាអ្នកនរគ្នាជាអ្នកលេងហ្គីតាឬ score ឬបាសឲ្យយើង select មកតាមយើងចង់ទៅតែខ្ញុំដាក់តែ keyboard ទៅអ្នកនរគ្នានេះហើយយើងដាក់ឈ្មោះយើងមកយើងធ្លាប់ select ចឹងវាឲ្យហើយកន្លែងនេះគឺដល់កន្លែងដែលយើងត្រូវ copy ហើយ copy the performance to all track on this album អញ្ចឹងបានន័យថាយើង copy អ្វីដែលយើងបានធ្វើនេះមក performer ហ្នឹងដាក់ទៅ9បទផ្សេងទៀតអញ្ចឹងយើង copy តែមួយហ្នឹងហើយវា load auto ចូលទៅទាំងអស់ហ្នឹងហ្មងអ្នកនរគ្នាតែខ្ញុំ copy មួយមកចុច do it ដល់ហ្នឹងបានន័យថាអូខេហើយនេះអញ្ចឹងគឺនៅសល់ producer មួយទៀតអញ្ចឹង producer យើង select ដែរមកយើងយក producer ដដែលមកនេះហើយដាក់ឈ្មោះមក producer ណាគេខ្ញុំដាក់ឈ្មោះខ្ញុំណាដល់គ្នានេះហើយយើង copy ដដែល copy this producer to all track on this album បានន័យថាយើងឲ្យដាក់បទទាំង9បទហ្នឹងដែលនៅសល់ហ្នឹងឲ្យដូចគ្នាជាមួយនឹងអញ្ចឹងនេះចុចដានហើយអស់យើងត្រូវដល់កន្លែងនេះកន្លែងនេះដល់គ្នាយើងមិន select វាទេវាត្រូវការទាលុយយើងឯងអាហ្នឹងវាត្រូវការទាលុយយើងឲ្យចូលទៅក្នុង platform ឲ្យផ្សេងទៀត option ឲ្យផ្សេងទៀតទេអញ្ចឹងយើងមិនបាច់ខ្វល់នេះយើងទាញវាដល់ហើយ scroll វាដល់កន្លែងនេះ important checkbox នេះអ្នកនរគ្នាអញ្ចឹងយើងដល់កន្លែងហ្នឹងយើងត្រូវតែ select ទាំងអស់មក
នេះយើង select ទាំងអស់មកនេះវានឹងចេញមកទម្រង់បែបនេះហើយឃើញបទរបស់យើង upload ហ្នឹង10បទនេះវាចេញមកទាំងអស់អញ្ចឹងណានេះ looking good អញ្ចឹងយើងត្រូវចុចពាក្យ continue មកណាបងប្អូនគ្នាហើយពេលយើងចុច continue បើសិនជាមាន error កន្លែងណាមួយវានឹងប្រាប់យើងឲ្យទៅធ្វើត្រឡប់ទៅធ្វើវិញហើយយើងភ្លេចអីមួយគឺវានឹងប្រាប់យើងហើយនេះអត់តែចេញអញ្ចឹងពាក្យច្រើនគឺយើងអត់ភ្លេចអីទេអ្នកនរគ្នាគឺយើងបានន័យថាយើងពេញគ្រប់លក្ខខណ្ឌគេអស់ហើយបានវាចេញមករបៀបហ្នឹងហើយប្រសិនបើយើងពេញអត់គ្រប់លក្ខខណ្ឌគេធ្វើខុសកន្លែងណាមួយភ្លេចអីមួយអញ្ចឹងគឺចុចទៅគឺវាអត់ចេញអញ្ចឹងទេវានឹងចេញអក្សរមកក្រហមអញ្ចឹងហើយវាប្រាប់ឲ្យយើងត្រឡប់បកក្រោយទៅធ្វើកន្លែងណាដែលយើងភ្លេចទៅពេញវិញអស់អញ្ចឹងហើយបានយើងចុច continue មកគឺវាលោតមកអញ្ចឹងវិញទៅដែរអ្នកនរគ្នាអានេះនៅពេលដែលវា upload ចប់គឺវានឹងចូលទៅដល់កន្លែងឲ្យយើង use original voice របស់យើងហ្នឹងឲ្យយើងសួរថាយើងចង់ឲ្យ enhancing track នឹងអត់ចង់ឲ្យធ្វើឲ្យវាសលេងឲ្យច្បាស់អត់ឲ្យព្រោះអត់ខាង distro គេធ្វើឲ្យអញ្ចឹងប៉ុន្តែគេគិតលុយអ្នកទាំងអស់គ្នាមួយបទគេគិតដូចជាខ្ទង់$10អញ្ចឹងយើងអត់ចាំបាច់ទៅធ្វើទេអ្នកទាំងអស់គ្នាយើង select ពាក្យថា original song អញ្ចឹងទៅបន្ទាប់មកយើងចុច finish ទៅគឺចប់ហើយអ្នកទាំងអស់គ្នាហើយវាចិត្តចប់ហើយចាំមើលទៅទៀតពេលចប់វាទៅដល់កន្លែងហ្នឹងហើយវីដេអូនេះខ្ញុំអត់កាត់ទេអ្នកនរគ្នារៀងវែងតិចហើយដោយសារចង់ធ្វើវាឲ្យ full ទៅកុំឲ្យមានម្លងកន្លែងណាអញ្ចឹងអ្នកនរគ្នាហើយបើវងចោតិចទៅសួរចម្រៀងហ្នឹងគឺយើងធ្វើតាមAI អ្នកនរគ្នាយើងមានកម្មវិធី AI ផ្សេងហ្នឹងអ្នកនរគ្នាមានកម្មវិធីអីធ្វើនឹងបានធ្វើនឹងទៅអ្នកនរគ្នាហើយបើខ្ញុំធ្វើតាម Sono ហើយជាមួយនឹង lyric ឬក៏ style អីហ្នឹងគឺខ្ញុំឲ្យខាង ChatGPT ឬក៏ Gemini អីអ្នកធ្វើទេអញ្ចឹងយើងធ្វើបានតែទាំងអស់ហ្នឹងហើយយើងយកវាមកដាក់នៅក្នុង Sono ទៅអ្នកនរគ្នាអញ្ចឹងវានឹងបានជាចម្រៀង original ដែលយើងធ្វើពី AI មកបានហើយយើងយកវាមក upload ក្នុង DistroKid ពេលដែល upload បាន DistroKid ហ្នឹងវានឹងrelease ចម្រៀងរបស់យើងហ្នឹងបញ្ជូនចម្រៀងរបស់យើងចូលទៅក្នុង store ប្រហែលជា25 store ដែលគេ cooperate គ្នាហ្នឹងដើម្បីចែកចាយហើយបើមានអ្នកស្ដាប់ហ្នឹងគឺយើងអាចបានលុយពីការស្ដាប់ហ្នឹងអ្នកនរគ្នាមានគេ download គេទិញគេអីចឹងហ្នឹងរបៀបដែល DistroKid គេអស់លុយហើយចាំមើលខ្ញុំធ្វើវីដេអូបន្តទៀតជាមួយនឹងរបៀបធ្វើចម្រៀង AI របៀបប្រើប្រាស់ Sono ហើយនឹង ChatGPT និង Gemini ChatGPT និង Gemini ហ្នឹងយើងធ្វើមួយណាក៏បានដែរហ្នឹងស្រដៀងតែគ្នាដែរគ្រាន់តែជាកម្មវិធីដែលជំនួយដល់យើងក្នុងការរកសាច់ភ្លេងរកអីចឹងណាអ្នកគ្នាឲ្យវាធ្វើ style ធ្វើអីចឹងយើងប្រើមួយណាក៏បានដូចតែគ្នាទេអញ្ចឹងខ្ញុំប្រាប់អ្នកនរគ្នាអំពីរបៀបធ្វើចម្រៀងតាម AI ទៀតអ្នកនរគ្នាចឹងអ្នកនរគ្នាជួយ follow page ឬក៏ channel YouTube របស់ខ្ញុំទៅដើម្បីទទួលបានវីដេអូបន្តទៀតហើយ DistroKid នេះសម្រាប់ខ្ញុំគឺថ្មីដែរទេអ្នកនរគ្នាដោយសារខ្ញុំស្រាវជ្រាវពីគេមើលពីគេធ្វើដែរទេយើងមកស្រាវជ្រាវធ្វើខ្លួនឯងទៅគឺយើងអាចធ្វើបានអ្នកនរគ្នាអញ្ចឹងយើងចែករំលែកទៅហើយបើអ្នកទាំងអស់គ្នាមានរៀនជាមួយគ្រូគេដែលមានបទពិសោធន៍អញ្ចឹងអ្នកទាំងអស់គ្នារៀនមួយគេទៅអត់អីទេព្រោះបើសិនជាអ្នកទាំងអស់គ្នារៀនជាមួយគេ follow គេអញ្ចឹងទៅគឺគេចាំ support យើងអញ្ចឹងវាល្អជាងយើងអត់មានអ្នកចាំជួយអញ្ចឹងអ្នកទាំងអស់គ្នាប៉ុន្តែបើថាអ្នកទាំងអស់គ្នាគាត់តែចង់ដឹងធ្វើហ្មងសិនទេអាហ្នឹងអ្នកទាំងអស់គ្នាមើលតែវីដេអូខ្ញុំទៅខ្ញុំបរៀនអ្នកទាំងអស់គ្នាចែករំលែកអ្នកទាំងអស់គ្នាពីរបៀបធ្វើបន្ត step តាម step របស់គេនេះអ្នកទាំងអស់គ្នាពេលវាចប់ហ្នឹងវាលោតមកដល់កន្លែងនេះ edit finish sound នេះយើងគេដាក់ enhancing your sound បានន័យថាធ្វើឲ្យសំឡេងភ្លេងរបស់យើងចម្រៀងរបស់យើងវាច្បាស់ជាងមុនអញ្ចឹងអ្នកទាំងអស់គ្នានេះក៏ជា sample គេឲ្យយើងហើយយើងមិនបាច់ចាំស្ដាប់វាក៏បានដែរអញ្ចឹងនេះអ្វីដែលខ្ញុំនិយាយមុនណាអ្នកនរគ្នានេះ use my original អត់អស់លុយទេ$0
នេះអ្នកនរគ្នា use my original $1អ្នកនរគ្នានេះអាហ្នឹងបើយើងយកចម្រៀងរបស់យើងដែលយើង upload ខ្លួនឯងហ្នឹងគឺអត់អស់លុយទេតែបើយើងចង់ឲ្យវាenhance ហ្នឹងបានតែធ្វើឲ្យច្បាស់ឲ្យយើងឲ្យកាន់តែព្រោះហ្នឹងគឺអស់នេះ100ជាងអ្នកនរគ្នាប៉ុន្តែក្នុង100ជាងហ្នឹងគេមាន discount អីចឹងសល់ 79.99 សេននេះអ្នកនរគ្នាអញ្ចឹងខ្ញុំអត់ទេខ្ញុំយកពាក្យ use my original នេះទៅបានន័យថាយើងប្រើចម្រៀងរបស់យើងផ្ទាល់ហ្នឹងបាច់ឲ្យវាធ្វើ edit អីទេហើយយើងចុចពាក្យ continue ទៅនេះអានេះគឺជោគជ័យណាអ្នកនរគ្នាវាចេញគ្រីសអញ្ចឹងជោគជ័យហើយគេដាក់ your music is on its way បានន័យថាវាកំពុងតែដំណើរការទៅតាមដំណើរការរបស់ DistroKid ហ្នឹងហើយអ្នកនរគ្នានេះគេដាក់ be processing your album and upload to streaming platform បានន័យថាវាកំពុងតែដំណើរការហើយនឹង upload ចម្រៀងរបស់យើងចូលទៅក្នុង streaming platform ហើយអ្នកនរគ្នាតែប៉ុណ្្នឹងនេះគឺចប់ហើយយើងចង់ត្រឡប់ទៅកន្លែងដើមមកវិញយើងមើលមកចុចពាក្យអីគេពាក្យ my music ទៅនេះចេញវីដេអូមុនខ្ញុំធ្វើជា single track ខ្ញុំ upload ម្ដងមក bot នេះអ្នកនរគ្នានេះ upload ម្ដងមក bot នេះគឺ bot ហ្នឹងត្រឡប់មកវិញនេះអញ្ចឹងវាដាក់ single នេះចេញ single ហើយវីដេអូមិញនេះដែលកំពុងតែធ្វើនេះអ្នកនរគ្នាហ្នឹងវាដាក់10 track បានន័យថាម្ដងជាមួយ album នេះយើងមើលដឹងតាមកន្លែងហ្នឹងអ្នកនរគ្នាហើយវាចេញពណ៌លឿងដូចគ្នាដោយសារអីវាអត់តាន់release ចូលក្នុង store ទេសារកំពុងតែនៅ review នៅឡើយអ្នកនរគ្នាពេល review ចប់វា release ចូល store វានឹងចេញបៃតងចេះវិញអ្នកនរគ្នានេះសាច់ចម្រៀងរបស់ខ្ញុំដែល upload ពីមុនអញ្ចឹងវីដេអូហ្នឹងមានតែប៉ុណ្្នឹងទេអ្នកនរគ្នាបើសិនជាអាចសូមជួយ like follow ដូចជា share ទៅបើគិតថាវីដេអូនេះមានប្រយោជន៍អញ្ចឹងអ្នកនរគ្នាអរគុណច្រើនអ្នកនរគ្នា